Soon Swako Makan Channel One My Take សួស្តីបងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាក្នុងវីដេអូមួយនេះយើងសិក្សាពីការប្រើប្រាស់ Home Tab តពីវីដេអូមុនចឹងវីដេអូមុនយើងបានសិក្សាពី Clipboard រួចមកហើយដែលមាន Paste Copy Cut និង Format Painter ក្នុងវីដេអូមួយនេះយើងរៀនពីការប្រើប្រាស់ពុម្ពអក្សរឬក៏ Font ចឹងការប្រើប្រាស់ពុម្ពអក្សរគឺយើងត្រូវតែស្គាល់ពុម្ពអក្សរនិងរបៀបដំឡើងនិងរបៀបកែផ្សេងៗចឹងកុំឲ្យខាត់ពេលយូរយើងតាមដានទាំងអស់គ្នាចឹងមុនដំបូងគឺនៅក្នុងកន្លែងគេដាក់ដូនពេញ body នេះជាកន្លែងដែលយើងធ្វើការកែពុម្ពអក្សរចឹងពុម្ពអក្សរគឺយើងអាចចុចសញ្ញាក្បាលព្រួយបន្តិចហ្នឹងមកដើម្បីកែពុម្ពអក្សរបានយើងត្រូវ select លើអក្សរណាមួយដែលយើងចង់កែអញ្ចឹងខ្ញុំឧទាហរណ៍ថាកម្ពុជានេះមុនយើងដាក់អក្សរខ្មែរពីលើជាងការកែពុម្ពអក្សរយើងអាច select លើទីតាំងអក្សរណាមួយដែលយើងចង់កែបន្តមកទៀតយើងអាចចូលទៅក្នុងកន្លែងពុម្ពអក្សរនេះឬក៏ font ហ្នឹងអញ្ចឹងបើយើងកែលើអក្សរខ្មែរយើងត្រូវ scroll រកដើមដូច KH អញ្ចឹងនៅក្នុងនេះសិតសឹងតែជាពុម្ពអក្សរខ្មែរដែលខ្ញុំបានដំឡើងបញ្ចូលនៅក្នុង Windows អញ្ចឹងបើ Word បងប្អូនអត់មានបងប្អូនអាចចូលទៅក្នុង Channel Telegram ខ្ញុំដើម្បី download font ខ្មែរផ្សេងៗយកមកតម្លើងដល់ខ្លួនឯងបានអញ្ចឹង font ខ្លះវាអត់មានទេអញ្ចឹងយើងត្រូវការយើងតម្លើងអញ្ចឹងតកតងជាមួយនឹងការបដូរពុម្ពអក្សរលើតកតងនឹងការតម្លើងខ្សែឬក៏ទំហំហ្នឹងយើងអាចតម្លើងត្រង់នេះបានយើង select ហើយយើងតម្លើងមកអញ្ចឹងនៅក្នុងនេះវាមានត្រឹមតែ 72 បើយើងចង់បាន font ធំជាង 72 ទៀតយើងអាចវាយក្នុងប្រអប់នេះបានយើងអាចលុបវាហើយយើងអាចសរសេរតាមតម្រូវការរបស់យើងឧទាហរណ៍ខ្ញុំចង់ដាក់វាដល់ 100 អីចឹងទៅអញ្ចឹងយើងអាចតម្លើងវាបានយើងចង់ដាក់ដល់ 200 300 អីយើងអាចវាយចូលក្នុងនឹងបានបន្តមកទៀតការតម្លើងពុម្ពអក្សរដដែលប៉ុន្តែវាយើងតម្លើងវាតូចធំជាគ្នាម្ដងឬក៏ពីរដងយើងអាចប្រើ tool ពីរនេះបាន A ធំនេះ increase font size នេះយើងអាចចុចមកយើងអាចតម្លើង2ឬក៏យើងបញ្ចុះ2មកវិញកន្លែង decrease font size នេះអញ្ចឹងយើងអាចតម្លើង2បញ្ចុះ2 1អីនៅត្រង់នេះតូចធំគ្នាម្ដងឬក៏ពីរដងនោះយើងអាចតម្លើងត្រង់នេះបានអញ្ចឹងពុម្ពអក្សរអង់គ្លេសដូចគ្នាអត់ខុសគ្នាទេគឺយើងអាចតម្លើងបន្ថែមបានយើងចង់បាន style មិនអញ្ចឹងយើងអាចតម្លើងបន្ថែមបានដោយខ្ញុំដាក់នៅក្នុង link channel Telegram នៅខាងក្រោមវីដេអូហ្នឹងអាចចូលទៅ download បានទាក់ទងជាមួយពុម្ពអក្សរមិនថាខ្មែរមិនថាអង់គ្លេសឬក៏យើងអាចចូលទៅ download នៅក្នុង Google ក៏បានដែរតមកទៀតយើងទាក់ទងទៅនឹងការដាក់ bold ឬក៏គេហៅថាអក្សរដិតអក្សរស្នាមហ្នឹងអញ្ចឹងបើឯកសារប្រភេទអក្សរដែលខ្មៅជាងអក្សរធម្មតាឧទាហរណ៍ថាលើអក្សរយើងធម្មតាជាយើងចង់ដាក់វាខ្មៅយើងអាចប្រើ tool bold ហ្នឹងមកឬក៏យើងប្រើ control អក្សរ B អញ្ចឹងទៅបន្តមកគឺអក្សរ I ដេកនេះឬក៏ឈ្មោះវា italic control I គឺយើងអាចចុចលើហ្នឹងក៏បានឬយើងអាចវាយ control I មកបន្តមកទៀតគឺ underline ទាក់ទងទៅនឹងការដាក់បតតនៅខាងក្រោមអក្សរដែលយើងគ្រាន់តែចុចប៉ុណ្ណឹងមកបន្តមកទៀតគឺ tool ឬក៏ camera ដែលមានសញ្ញាក្បាលព្រួយបន្តិចនៅត្រង់កែងឬក៏ទន្ទឹមហ្នឹងបានន័យថានៅក្នុងគឺវាមានច្រើនទៀតឲ្យយើងកែអញ្ចឹងលើនេះមានតែអក្សរដែលវាមានបតតរត់កាត់មួយអញ្ចឹងបើយើងចង់បាន2យើងអាចចុចសញ្ញាក្បាលព្រួយបន្តិចយើងហើនៅក្នុងហ្នឹងមក
បន្តមកទៀតយើងចង់ដូរពណ៌យើងអាចយកកន្លែង underline color ឬក៏យើងអាចយក mode color យើងត្រូវការពណ៌ណាមួយដែលយើងពេញចិត្តយើងអាចរើសបាននៅក្នុងនេះបន្តមកគឺកន្លែងអក្សរដែលមានបន្តដុតកាត់ចំកណ្ដាលឬក៏ stick through នេះយើងអាចចុចលើវាមកអក្សរយើងនឹងមានបន្តដុតកាត់ចំកណ្ដាលបន្តមកតកតងនឹង x ដែលមានលេខ2តូច x ដែលមានលេខ2ធំពីលើតូចពីក្រោមតូចពីលើតូចពីក្រោមនេះគឺបើយើងឃើញអត្ថបទ note ប្រភេទអក្សរដែលមានតូចខាងក្រោមយើងអាចយក x នេះបានបើធំខាងលើយើងអាចយក x នេះបានអញ្ចឹងមិនថាជាថ្ងៃខែភាសាអង់គ្លេសឬក៏អត្ថបទអង់គ្លេសផ្សេងៗយើងអាចចុចត្រង់នឹងបានបើយើងឃើញឯកសារយើងតាក់ទងទៅនឹងការប្រើប្រាស់វាធម្មតាយើងដោះវាវិញបើយើងចង់ឲ្យធម្មតាយើង select លើវិញដោះវាក្នុងកម្មវិធី Word យើងត្រូវចាំថាពេលដែលយើងដាក់កន្លែងណាគឺយើងត្រូវដោះកន្លែងហ្នឹងវិញបន្តមកទៀតតកតងជាមួយនឹងកន្លែងគេដាក់ text effect នេះអញ្ចឹងបានថាកន្លែងនេះគឺជាកន្លែងដែលយើងត្រូវការដាក់ style នៅលើពុម្ពអក្សររបស់យើងលើអក្សររបស់យើងហ្នឹងយើងអាច select វាហើយយើងអាចហើស style ណាមួយដែលយើងត្រូវការនេះ style ដល់ខ្ញុំយកមួយនេះចុះយកមកកែបន្តមកទៀតយើងចុចយក outline តកតងជាមួយនឹងពណ៌ខាងក្រៅ shadow តកតងជាមួយអក្សរដែលមានពណ៌ព្រាលស្មៅហ្នឹងយើងអាចយកវាបានហើយនៅក្នុង shadow យើងនៅក្នុងឥឡូវបើយកវា outline យើងអាចដាក់ពណ៌វាបានពណ៌អីក៏មានដែរហើយពណ៌ទាំងនោះយើងអាចតម្លើងទំហំវាឲ្យកាន់តែធំកាន់តែច្បាស់បានឧទាហរណ៍ថាយើងចង់ដាក់ក្រហមយើងចុចលើក្រហមបន្តមកទៀតយើងយកចង់បានធំបានហើយវាចេះជាងនឹងទៀតយើងអាចយកវិធីមកហើយយើងតម្លើងវាតាមនឹងមកមើលមកគួរសម dash នេះយើងអាចលេខ style ចុចជុំវិញអីចឹងទៅហើយយើងអាចយក more line ផ្សេងយើងអាចចូលមកកែក្នុងនេះអញ្ចឹងកន្លែងនេះខ្ញុំមិនសុំមិនបញ្យល់ច្រើនទេកុំឲ្យវែងឲ្យដឹងពីរបៀបប្រើប្រាស់វាសិនទៅតបយើងចង់ដោះវិញyou know ប៉ុណ្ណឹងមកយើងដោះវាមកធម្មតាវិញហើយបន្តមកទៀតតកតងជាមួយនឹង shadow នេះយើងប្រើវាសម្រាប់ដាក់អក្សរដែលមានដូចជាព្រាលជំវិញឬក៏ដូចជាព្រាលជំវិញហ្នឹងយើងអាចយកវាបានឬក៏មានសម្មោលមានអីហ្នឹងយើងអាចរើសវាបានខ្ញុំឧទាហរណ៍យកប៉ុណ្ណេះហើយយើងចូលកែកន្លែងដដែលយើងយក shadow ដែរមកហើយយកកន្លែងshadow option យើងអាចរើសពណ៌ណាមួយដែលយើងត្រូវការយើងអាចដូរពណ៌បានចង់បានលឿងចង់ឲ្យបានវាច្បាស់យ៉ាងហ្នឹងឬក៏មិនសូវច្បាស់យើងអាចតម្លើងបន្ថែមបន្ថយយើងចង់បានវាធំជាងហ្នឹងតូចជាងហ្នឹងយើងអាចតម្លើងខ្សែយើងចង់បានវា blur លក្ខណៈបែកព្រាលយើងចង់បានសម្ោលវាឆ្លោះពីខាងណាយើងអាចរើបាននៅក្នុងនោះទៀតបន្តមកទៀតតកតងជាមួយនឹងកន្លែងreflection នេះយើងភេទអក្សរដូចជាឆ្លោះដូចយើងឆ្លោះទឹកក្នុងអីហ្នឹងយើងអាចយកវា style ណាមួយយើងចង់បានមកហើយយើងត្រូវចាំថា tool ទាំងនោះវាមាន option របស់វាផ្សេងយើងអាចចូលទៅកែវាបានច្រើនទៀតតាមតម្រូវការរបស់យើងអញ្ចឹងខ្ញុំកាន់ត្រាប់ពីតម្រុយអញ្ចឹងទៅយើងអាចចូលទៅកែទៅរៀនកែផ្សេងបាននៅក្នុងកន្លែង option វាចូលឡើងដែរតកតងជាមួយនឹង grow នេះ grow គឺអក្សរដែលមើលទៅពណ៌ខាងក្រៅវាច្បាស់មានថាបែកព្រាលច្បាស់យើងអាចរើសពណ៌ណាមួយដែលយើងត្រូវការមកហើយនៅក្នុង grow នោះដូចគ្នាវាមាន option មក color មកអីផ្សេងដូចគ្នាយើងអាចចូលទៅកែវាបានតាមតម្រូវការរបស់យើង
ក្នុងនេះខ្ញុំអត់បញ្យល់ច្រើនទេដោយសារទុកឲ្យយើងខ្ញុំប្រាប់ពីតម្រុយយើងអាចចូលទៅធ្វើខ្លួនឯងបានបន្តមកទៀតតកតងជាមួយនឹងកន្លែង text highlight color នេះវាតកតងជាមួយនឹងការ note ឧទាហរណ៍ថាយើងមិនឯកសារយើងត្រូវការ note ពាក្យ note អីចឹងយើងអាចប្រើ text នឹងបានដើម្បីយកមក note ពាក្យណាមួយដែលយើងត្រូវការខ្ញុំឧទាហរណ៍មួយឲ្យមើលចឹងបើយើងចង់ note ពាក្យណាមួយយើងអាចប្រើកន្លែង text highlight នេះបានយើងគ្រាន់តែចុចលើវាមកហើយយើងអាចយកវាមកគូសលើពាក្យណាមួយដែលយើងត្រូវការរបៀបប្រើទី1វាប្រើទី2យើងអាចអានហើយអានឯកសាររបស់យើងហើយយើងអាច select លើវាហើយយើងចូលទៅចុចលើនេះក៏បានហើយនៅក្នុងកន្លែង highlight text នេះគ្នាវាគឺវាមានពណ៌ប្រមាណដែលតាម keyword highlight របស់យើងមានហ្នឹងអញ្ចឹងយើងអាចរើសពណ៌មួយណាដែលយើងត្រូវការប្រើរបៀបដោះវាវិញដូចយើងអាច select លើវាហើយយើងអាចទៅដោះ Yellow color មកវាបាត់ពណ៌មកធម្មតាវិញហើយបន្តមកទៀតតកតងជាមួយនឹង font color បានថាពណ៌ពុម្ពអក្សរឧទាហរណ៍យើងចង់បានពុម្ពអក្សរយើងពណ៌អីយើងអាចចូលទៅយកនៅក្នុងកន្លែងfont color នឹងបានបន្តមកទៀតវាមាន more color មានឲ្យតែ tool ឬក៏ command ណាមាន more មាន option ហ្នឹងបានថាវាមានការប្រើប្រាស់ផ្សេងៗនៅក្នុងនឹងមានច្រើនទៀតតើទៅជាមួយ gradient យើងចង់ចាក់លក្ខណៈ gradient នៅលើអក្សររបស់យើងក៏បានដែរលើចូលដល់កន្លែង A ទៅ A ធំនេះអញ្ចឹងគេប្រើវាសម្រាប់កន្លែងនេះគេឧទាហរណ៍ថាបើយើងចំណងជើងរបស់យើងជាភាសាអក្សរធំជាអក្សរធំអញ្ចឹងយើងច្រឡំដៃវាយអក្សរតូចយើងអាចចូលនៅក្នុងនេះបានយើងអាចយក upper case lower case យក sentence case និងផ្សេងទៀតជាឧទាហរណ៍យើងចង់កែអក្សរយើងពីតូចទៅធំយើងអាចយកមួយនេះបានអញ្ចឹងវានឹងបដូរពីអក្សរតូចទៅជាអក្សរធំប៉ុន្តែយើងចង់បដូរវាទៅជាតូចវិញយើងអាចយកមួយនេះបានបន្តមកទៀតយើងចង់អក្សរ C នេះធំប៉ុន្តែបន្ទាប់នឹងតូចទាំងអស់អញ្ចឹងយើងអាចយកមួយនេះបានបន្តមកទៀតយើងចង់ឲ្យអក្សរកន្លែង C នេះតូចប៉ុន្តែវិមុខនេះធំអញ្ចឹងយើងអាចយកមួយនេះបានបន្តមកទៀតយើងមានអក្សរ2ពាក្យឧទាហរណ៍ថាខ្ញុំកែវាទៅជាធម្មតាសិន2ពាក្យនេះមួយចុះយើងមាន2ពាក្យបានន័យថាអក្សរយើងតូចទាំងអស់ចេះប៉ុន្តែយើងចង់ឲ្យអក្សរ C នេះធំអក្សរ C មួយនេះធំបានន័យថាត្រឹមដក clear គឺអក្សរធំអញ្ចឹងយើងកាន់ select លើវាមកយើងចូលក្នុងនោះយើងយកមួយនេះប៉ុណ្ណឹងមកអក្សរ C យើងឡើងធំត្រឹមដក clear ធំទាំងពីរអញ្ចឹងដោយអក្សរ T O និង F នេះយើងអាចបដូរបានត្រឹមដក clear ធំយើងចុចប៉ុណ្ណឹងមកគឺ T ធំ O ធំ F ធំប៉ុណ្ណឹងគឺគេប្រើតាមតម្រូវការរបស់បងប្អូនដែលត្រូវប្រើ tool ចុងក្រោយគឺកន្លែង clear all formatting នេះបានន័យថាយើងលុបអ្វីដែលយើងបានកែអញ្ចឹងយើងកែយើងចង់អក្សរយើងដូចដើមពីដែលយើងបើកកម្មវិធី Word ដំបូងយើងអាចចុចលើវាបានមកប៉ុណ្ណឹងមកគឺអក្សរយើងមកធម្មតាបានថាដែលវាមកដំបូងគឺដូនពេញ body ទំហំ11គឺវាមកធម្មតាវិញទាំងអស់អញ្ចឹងបងប្អូនមិនបាច់ចាំ control Z អីផ្សេងទេគ្រាន់តែចុចលើ tool នឹងមួយគឺវាលុបអ្វីដែលយើងបានកែលើពុម្ពអក្សររបស់យើងហើយអញ្ចឹងសង្ឃឹមថាវីដេអូនេះវាល្អសម្រាប់បងប្អូនដែរដែលទៅតែសិក្សាកម្មវិធី Word ដំបូងបើបងប្អូនដែលគាត់ចេះហើយបងប្អូនមិន
គឺងាយស្រួលប៉ុន្តែសម្រាប់អ្នកបងប្អូនសិស្សានុសិស្សដែលគាត់មិនទាន់ចេះគាត់ទៅតែចាប់ផ្ដើមរៀនដំបូងអាចមើលវីដេអូនេះបានសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើគឺមានប្រយោជន៍ដល់បងប្អូនដែលគាត់ទៅតែចាប់ផ្ដើមរៀនកម្មវិធី Word ដំបូងឲ្យបានស្គាល់ tool និងការប្រើប្រាស់ tab នីមួយៗអញ្ចឹងសូមអរគុណហើយជួយ subscribe វីដេអូម្នាក់មួយផង channel ម្នាក់មួយផងដើម្បីទទួលបានវីដេអូទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធី Word និងការរៀនកុំព្យូទ័រផ្សេងៗទទួលបានកម្មវិធីកុំព្យូទ័រដោយ free ដែលចូលក្នុង channel Telegram ខ្ញុំដាក់នៅខាងក្រោមវីដេអូសូមអរគុណ